buôn giang để thua nhung khó chất pe để nhung tận đa lên nơi vị này đươngที่មួយក៏បន្ទប់ដេកអត់ស្អាតហើយក៏ក្រិចអូយញាក់សាច់មកយប់នឹងគ្មានបានដេកសបាយអីទេថ្ងៃទី1ដើរលេងនេះបើកឆាកបន្ទប់អស់ចាណានឹងឯងចាំមកបន្ទប់ថោកក៏ពេលថោកដល់កម្រិតហ្នឹងឯងឃើញទេនេះអូថាដីដកកហ្មងហើយបើនិយាយពីកងហាលវិញនេះដី1លានតោនហ្មងណាអ្នកនរគ្នាហើយនេះទូទឹកកកវិញសត្វតដីអូយខ្ញុំបាក់និយាយរឿងបន្ទប់ដេកហ្នឹងហ្មងរឿងទី2គេប្រាប់ឲ្យមិនជឿនៅតែដើរអាផ្សារបន្តាំងនឹងទៀតនេះថាកំទិញអីនៅតែទិញឥឡូវគេកាប់សាហាវកាប់ដូចចាក់មកកបិតងាប់ហ្មងណាហើយនេះកន្លែងនេះគឺមិត្តភ័ក្ដិខ្ញុំទៅទិញខេសទូរស័ព្ទវាលក់មួយ10រៀលតវាពាក្យកដាយវាលក់ឲ្យទៀតល្អមែនអត់តន់ចប់ទេគឺថាដើរគឺថាមាននៅវៀតណាមខ្លះគាត់ចេះខ្មែរគាត់ចាប់យើងអូសយើងទៅញ៉ាំអីកន្លែងគាត់នឹងតបានតែម្ដងហើយបើថាយើង reject គាត់ចឹងណាគឺថាមើលមុខសាហាវមែនតែនហើយនៅអាវៈទៅទិញអីវ៉ាន់អូយមួយទៀតអាហ្នឹងគេច្អល់ថាឲ្យទៀតឯងឈឺចាប់ហ่ะលើក្រោយឈប់ហើយប្រាប់ផ្ដាំពុកម៉ែបងប្អូនទាំងអស់ដែលថាបានទៅអីមិនទៅទេអាផ្សារហ្នឹងកាប់សាហាវណាតែបើថាចូលមើលទៅអត់អីទេប៉ុន្តែតសារកន្លែងហ្នឹងម្ហូបឆ្ងាញ់អត់អីទទួលយកបានប៉ុន្តែកន្លែងអ្នកលក់នេះអាលក់សួរមនីសអីហ្នឹងមិនទិញទេពួកហ្នឹងចរិតយ៉ាប់ណាកុំទិញក្នុង TikTok ក៏គេផ្ដាំអាទៅដល់ហើយយើងផ្ដាំខ្លួនឯងទៀតថាកុំទិញអីនៅហ្នឹងស៊ីអីបានហើយតែនៅតែទិញទៀតឥឡូវចេញសកាសកាប់រឿងទី3គឺខកចិត្តទៀតហើយមើលក្នុងតាម TikTok ម៉ៅស្អាតទៅដល់ព្រះវិហារហ្នឹងគេបើកពូភ្លើងខុសបច្ចេកទេសគេមកឡើងហ្នឹងដើម្បីចង់ឃើញព្រះវិហារហ្នឹងបើកពូភ្លើងហ្នឹងឯងអ្នកគ្នាអត់មានអីទេប៉ុន្តែចង់និយាយថាអាថ្ងៃដែលខ្ញុំទៅហ្នឹងខំចាំឡើងកន្លះម៉ោងហើយចង់ក្រោយអាពូភ្លើងនេះវាអត់ស្អាតដូចអ្វីដែលយើងរំពឹងទុកនៅក្នុងដែលយើងឃើញក្នុង TikTok អីចឹងណាតែពេលដល់គាំងប្រហើយខាតវេលានេះចាឃើញចឹងអីនេះទៀងហើយអានេះដោយសារតែខ្ញុំដាក់ speed ទេណាកុំអីយឺតជាងហ្នឹងទៀតធ្លាប់ម្ដងឯងថាទៅខេត្តមុននោះទៅវាជូរឥឡូវយើងមកដល់ខេត្តនេះឃើញសបោអូយស្ទូប៊េរីគេតំណងឯនេះនៅតំបន់ចកាហ្មងម្ដុំហ្នឹងគឺតំបន់ភ្នំហ្នឹងគឺសបោដាំស្ទូប៊េរីមែនតើហើយគាត់ថាទិញទៅរសជាតិវាឆ្ងាញ់សរុបសេចក្តីមកគឺថាស្ទូប៊េរីហ្នឹងគឺថាជូរដូចក្រូចឆ្មាអញ្ចឹង